ញើហូរស្រង់កាត់ដីចម្លែកកន្លែងដែលកូនមិនដែលស្គាល់សម្រាប់ម៉ាស៊ីនបន្លឺឡើងក្នុងរោងចរដែលគ្មានថ្ងៃសម្រាប់នឹកវាស្រែនឹកដីភូមិដែលធ្លាប់រត់លេងកាលពីក្មេងដៃទាំងពីរប្រឡាក់ប្រឡោព្រោះតែការងារធ្ងន់មិនរើសមុខហត់ខ្លាំងណាស់នឹកបាយកដែលម៉ែធ្លាប់ដុតឲ្យរសជាតិឆ្ងាញ់ជាងម្ហូបឆ្ងាញ់នៅទីនេះឮតែសំឡេងកន្ទ្រឹមរងំក្នុងទូចាស់ដាស់ចិត្តកូនឲ្យនឹកផ្ទះនឹកម្ហូបម៉ែស្លចម្ងាយរាប់ពាន់គីឡូបំបាយរូបកាយតែក្តីនឹករលឹកនៅក្បែរនឹកគ្រាដែលម៉ែអង្អែលក្បាលប្រាប់ឲ្យកូនរឹងមាំចង់តែទៅភ្លេងភ្លាមតែត្រូវទ្រាំព្រោះជីវភាពគ្រួសារចង្គៀងនៅទីក្រុងនេះមិនកក់ក្ដៅដោយភ្នក់ភ្លើងដែលម៉ែបង្កាត់ទេម៉ែប្រហែលជាអង្គុយចាំផ្លូវមើលថ្ងៃលិចអាចចុងភ្នំកាន់រូបថតកូនក្នុងដៃទាំងភ្នែកស្រវាំងដោយសាវ័យជរាគាត់សូត្រធម៌បន់ឲ្យទេវតាថែរក្សាកូនចៅពីចម្ងាយឲ្យបាក់ចាស់ដែលកូនទិញឲ្យម៉ែរក្សាទុកមិនហ៊ានស្លៀងចាំកូនផងនៅចាំក្លិនក្រអូបនៃបាយថ្មីដែលដួសឲ្យកូនរាល់ព្រឹកលួយដែលកូនផ្ញើទៅគឺដូរមកពីកម្លាំងញើឈាមកូនសុកចិត្តហត់សុកចិត្តឃ្លានដើម្បីឲ្យម៉ែបានស្រួលនឹកគ្រាដែលជានៅជុំគ្នាក្រោមផ្ទះស្លឹកដែលលិចទឹកភ្លៀងតើពេលណាទៅកូនបានវិលទៅសំពះក្បែរជើងម៉ែខ្ញុំលែងចង់បានហើយភាពស៊ីវិល័យដែលគ្មានភាពកក់ក្ដៅម៉ែអើយកូនហត់ណាស់ចង់ទៅកែងក្បែរម៉ែវិញឮតែសំឡេងកន្ទ្រឹមរងំក្នុងទូចាស់ដាស់កូនឲ្យនឹកផ្ទះនឹកម្ហូបម៉ែស្លចម្ងាយរាប់ពាន់គីឡូបំបាយរូបកាយតែក្តីនឹករលឹកនៅក្បែរនឹកគ្រាដែលម៉ែអង្អែលក្បាលប្រាប់ឲ្យកូនរឹងមាំតែត្រូវទ្រាំព្រោះជីវភាពគ្រួសារត្រូវតស៊ូចង្គៀងនៅទីក្រុងនេះមិនកក់ក្ដៅដោយភ្នក់ភ្លើងដែលម៉ែបង្កាត់ទេ